ជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងនាមព្រះអង្គថ្ងៃនេះសប្តាហ៍មុននេះមានការសប្បាយខ្លះអត់ប្រហែលជាមានការសប្បាយច្រើនបាទមានការសប្បាយអីខ្លះសប្តាហ៍មុននេះបាទជាផ្សេងផ្លូវក្រោយនេះស្ទះមែនតើសប្បាយណាស់ចាក់ទឹកបាញ់ទឹកផងហើយឃើញគេអង្គុយក្រោយឡានហើយគេបាញ់គ្នាឡានគ្នាបាញ់គ្នាអញ្ចឹងទៅចាក់ហើយមានដើរលេងដែរបានទៅបងប្អូនបានដើរលេងទៅច្រកលៀងខ្លះបានទៅឈឺតោកមកលើកនេះខ្ញុំមានតែដើរលេងនៅចិត្តទេហើយឃើញមានគ្នាច្រើនណាស់នៅជាពិសេសផ្លូវក្រោយដូច្នេះការសប្បាយមានតែខ្ញុំចង់នាំឲ្យបងប្អូនគិតពិចារណាពីការសប្បាយនៅពេលដែលអ្នកជឿលើព្រះយេស៊ូវប្រើពាក្យសប្បាយវាខុសគ្នាពីរបៀបដែលលោកីប្រើពាក្យសប្បាយមែនទេហើយវាខុសគ្នាយ៉ាងម៉េចតើខុសគ្នាត្រង់កន្លែងណាខុសពីប្រហែលទេរបស់ព្រះអង្គបាទដូច្នេះនៅពេលថ្ងៃបន់ជាតិមកដល់ដូច្នេះហើយយើងឃើញគេសប្បាយដែរហើយយើងសប្បាយជាមួយគេដែរប៉ុន្តែមានចំណុចខ្លះដែលយើងពិបាកចិត្តដូចជាឃើញក្មេងសម្លៀកបំពាក់យ៉ាងម៉េច sexy ខ្លាំងមែនតើថ្ងៃមុននោះឃើញសាច់គេច្រើនបាទហើយឃើញអីទៀតគេរាំឃើញគេដាក់រងបាសរាំហើយយើងថាយើងឃើញយើងថាអូយខ្មាស់ហើយស្រាបាទដូច្នេះមានការសប្បាយខ្លះដែលយើងចូលរួមបានដោយអស់ពីចិត្តអត់អីទេប៉ុន្តែការសប្បាយរបស់លោកីខ្លះផ្សេងទៀតវាជាចំណុចដែលយើងចូលរួមអត់បានសូមបើកព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក4ពេត្រុសខ្សែទី1ចំពុក4ដូច្នេះកូនរបស់ព្រះអង្គអ្នកជឿលើព្រះអង្គគ្រីស្ទបរិស័ទមានរបៀបប្ររពបន់ជាតិដោយឡែកពីអ្នកដែលមិនជឿបាទយើងចេះសប្បាយដែរប៉ុន្តែសប្បាយក្នុងព្រះអង្គខុសពីលោកីបាទពេត្រុសខ្សែទី1ចំពុក4ខ1ដូច្នេះដោយព្រោះព្រះគ្រីស្ទបានរងទុក្ខខាងសាច់ឈាមនោះទ្រឲ្យអ្នករាល់គ្នាប្រដាប់ខ្លួនដោយគំនិតដូចចំណោះដែរត្បិតអ្នកណាដែលបានរងទុក្ខខាងសាច់ឈាមអ្នកនោះបានឈប់ពីអំពើបាបហើយស្ដេចពេត្រុសកំពុងតែបង្រៀនអំពីការបៀតបៀនហើយរបៀបដែលអ្នកជឿលើព្រះយេស៊ូវគួរតស៊ូក្នុងការបៀតបៀនគួរមានចិត្តមួយដូចជាព្រះយេស៊ូវដែលព្រះយេស៊ូវបានលះបង់ទ្រង់យាងមកហើយព្រះអង្គបានស៊ូទ្រាំរហូតដល់សគត់នៅលើឈើឆ្កាងដើម្បីសង់ថ្លៃលួបាបរបស់យើងព្រះអង្គបានលះបង់ដើម្បីយើងដូច្នេះយើងជាគ្រីស្ទបរិស័ទវិញអ្នកជឿព្រះគួរចេះលះបង់ដើម្បីព្រះគ្រីស្ទវិញដឹងគុណដល់ព្រះបាទនេះជាអត្ថន័យ clear ខទី1ហ្នឹងខទី2ដើម្បីកុំឲ្យបងពេលដែលនៅសល់ហើយរស់នៅខាងសាច់ឈាមតាមតែសេចក្តីបងប្រាថ្នារបស់មនុស្សទៀតគឺតាមព្រះハរតីរបស់ព្រះអង្គវិញខគម្ពីរនេះមានន័យច្រើនដើម្បីកុំឲ្យបោះបង់ពេលដែលនៅសល់ណាពេលដែលសល់ណាក្នុងការរស់នៅបាទយើងអត់ដឹងថាយើងមានប្រមាណឆ្នាំទៀតទេដែលយើងនៅលើផែនដីនេះប៉ុន្តែពេលដែលនៅសល់កុំបាត់បង់វាដោយសាររស់នៅក្នុងផ្លូវបាបកុំបង់វាបាទដើម្បីកុំឲ្យបង់ពេលដែលនៅសល់នោះហើយរស់នៅខាងសាច់ឈាមយើងអត់រស់នៅខាងសាច់ឈាមទៀតទេយើងជាគ្រីស្ទបរិស័ទយើងរស់នៅក្នុងអ្នកណាវិញព្រលឹងវិញ្ញាណឬក៏និយាយថាក្នុងព្រះយេស៊ូវក៏បានតាមតែសេចក្តីបងប្រាថ្នារបស់មនុស្សទៀត
cứ tamព្រះハរតីរបស់ព្រះវិញមិញបងខ្ញុំសួរថាយើងខុសគ្នាពីលោកីត្រង់កន្លែងណាអំពីការសប្បាយហើយគាត់ចង់និយាយថាអ្នកជឿលើព្រះយេស៊ូវគិតអំពីព្រះハរតីរបស់ព្រះអង្គតើព្រះអង្គសពព្រះハរតីឲ្យយើងធ្វើយ៉ាងណាយើងចង់ធ្វើតាមប៉ុណ្ណឹងតែលោកីវិញយល់ដល់ព្រះយេស៊ូវទេតែបន្តិចក៏អត់ផងអត់សំខាន់សោះបាទតាមចិត្តតែម្ដងដូច្នេះយើងអានបន្តយើងឃើញពីបញ្ហារបស់លោកីហើយខទី3តបិតកាលពីដើមពីមុនយើងជឿលើព្រះយេស៊ូវអ្នករាល់គ្នាបានរស់នៅដូចជាពួកសាសដតីមានន័យថាលោកីអ្នកដែលមិនទាន់ជឿព្រះទាំងរស់នៅក្នុងអ្វីសេចក្តីអាភារពាក្យធ្ងន់ប៉ុន្តែទៅចូលឆ្នាំមកដល់ឃើញចិត្តរបស់មនុស្សបែបនេះហើយវាចេញមកទីមួយទៀតចិត្តពុះ control ឬក៏មានន័យថាម៉េចអ្នកដែលអត់ចាស់ទប់ទល់ទប់ចិត្តតណ្ហាសេចឈាមរបស់គេអ្វីដែលគេចង់បានគេយកបាទនេះហើយជាចិត្តរបស់មនុស្សដែលគ្មានព្រះអង្គគឺអ្វីដែលចង់បានរយកធ្វើតាមតណ្ហាសេចឈាមរបស់ខ្លួននៅចំពោះបងប្រាថ្នារបស់ខ្លួនបាទដូច្នេះយើងអានបន្តទៀតប្រមឹកចិត្តស្រោបស្រាលស៊ីផឹកជ្រុលនឹងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យឃើញទេនេះសិតតែជាបាបធ្ងន់ចំពោះព្រះអង្គក្នុងការប្រព្រឹត្តរបស់មនុស្សហើយមានការថ្វាយបង្គំព្រះជាមួយអាភារស្មើគ្នាចំពោះព្រះអង្គអាក្រក់មែនទែនការថ្វាយបង្គំរូបព្រះបាទនេះលោកីបងប្រាថ្នាតណ្ហារបស់លោកីតែអត់មានព្រះអង្គដូច្នេះពេលដល់ថ្ងៃបុណ្យណាមកដល់ហើយគេដើរលេងសប្បាយហើយយើងដើរលេងជាមួយគេខ្លះដែរប៉ុន្តែយើងអត់ធ្វើដូចគេទេអ្វីកើតឡើងខ4ពួកគេងឿងឆ្ងល់ដែលអ្នករាល់គ្នាមិនចូលរួមនៅក្នុងអំពើខូចអាក្រក់ដ៏ហូរហៀជាមួយពួកគេហើយគេក៏ប្រមាថអ្នករាល់គ្នាបាទនេះមានការឡើងដែរគេប្រមាថមើលងាយយើងដោយសារយើងអាចចូលរួមនៅចំណុចខ្លះដូចជាសែនមហូបសែនអត់ហូបបើគេលេងសប្បាយក្នុងរបៀបមិនល្អគេកំពុងគេដាក់ធុងបាសរំហើយគេចង់បបួលក្មេងៗស្រីប្រុសចូលរួមជាមួយគេហើយយើងអត់បានចូលរួមគេនិយាយយ៉ាងម៉េចបានបើយើងខំហាមគេធ្វើបាបតាមតណ្ហាសេចឈាមរបស់គេវាត្រឹមត្រូវទេវាអត់ត្រឹមត្រូវទេពីព្រោះគាត់នៅក្នុងលោកីដដែលនៅចំពោះអ្នកជឿលើព្រះយេស៊ូវវិញយើងមានជីវិតថ្មីក្នុងព្រះអង្គយើងហើយជាអ្នកដែលគួរធ្វើខុសប្លែកពីគេដើម្បីដឹងគុណដល់ព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះរបស់យើងដូច្នេះយើងត្រូវធ្វើដោយខខាងលើបាននិយាយដែលយើងត្រូវមានចិត្តដូចជាព្រះយេស៊ូវមានគំនិតដូចគ្នាដូចព្រះយេស៊ូវដែលបានរងទុក្ខខាងសាច់ឈាមមានន័យថាយើងបានទទួលផលនៃជំរឿនរបស់យើងដែលយើងមិនចង់ធ្វើបាបតាមគេមានន័យថានឹងទទួលការបៀតបៀនខ្លះហើយយើងត្រូវទទួលជាចំណែករបស់យើងដើម្បីឲ្យមានដូចជាព្រះយេស៊ូវដែរតែព្រះយេស៊ូវបានទទួលដូច្នេះកុំឆ្ងល់ដែរដែលពួកគេឆ្ងល់ពីយើងធម្មតាទេសម្រាប់ក្មេងដូចជាក្មួយក៏នោះពិបាកជាងគេបើយើងនៅក្មេងមែនទេនៅសាលារៀនឬក៏ពេលថ្ងៃដែលគេនាំគ្នាដើរលេងហើយជាពិសេសនៅពេលដែលយើងក្មេងយើងមានចិត្តមួយចង់ទៅជាមួយគេណាហើយយើងមានអារម្មណ៍ថាមិនចង់ធ្វើខុសគេជាពិសេសនៅពេលដែលយើងនៅក្មេងបាទយើងចង់បានមិត្តភ័ក្តិយើងចង់ឲ្យគេស្រឡាញ់យើងអត់ចង់ឲ្យអ្នកណាមើលងាយយើងជាពិសេសនៅពេលយើងជាក្មេងជាដើមដូច្នេះពេលដល់ថ្ងៃបុណ្យមកដល់អញ្ចឹង
អូសេចក្តីល្បួងមានច្រើនមុខច្រើនយ៉ាងហើយជួនកាលអ្នកជឿលើព្រះយេស៊ូវក៏ចាញ់សេចក្តីល្បួងហើយចូលរួមក្នុងលក្ខណៈដែលមិនគួរសមសម្រាប់អ្នកជឿលើព្រះបាទមានការឡើងយើងត្រូវសារភាពហើយដើរតាមព្រះអង្គឡើងវិញបាទពេលនឹងកើតឡើងខ5ប៉ុន្តែគេនឹងត្រូវឆ្លើយរៀបរាប់ចំពោះព្រះវិញដែលព្រះអង្គប្រុងប្រៀបនឹងជំនុំជម្រះទាំងមនុស្សរស់និងមនុស្សស្លាប់សេចក្តីជំនុំជម្រះរបស់ព្រះពិតជានឹងមកដល់ហើយអ្នកណាដែលជឿលើព្រះយេស៊ូវកោតខ្លាចព្រះមានព្រះអង្គសង្គ្រោះហើយដឹងថាសេចក្តីជំនុំជម្រះនឹងមកដល់ហើយដូច្នេះយើងត្រូវកែការប្រព្រឹត្តរបស់យើងឲ្យដើរតាមទ្រង់តែអ្នកដែលមិនទាន់ជឿលើព្រះយេស៊ូវមិនកោតខ្លាចព្រះទេមិនខ្លាចសេចក្តីជំនុំជម្រះរបស់ព្រះទេពីព្រោះបើសិនជាគាត់ខ្លាចគាត់កែប្រែចិត្តហើយបាទដូច្នេះសូមបើកព្រះគម្ពីរកូរិនថូសខ្សែទី1ថ្ងៃនេះមានពិធីលេងព្រះអម្ចាស់មែនទេដូច្នេះមុនដែលយើងទទួលពិធីលេងព្រះអម្ចាស់ខ្ញុំចង់បន្តមេរៀននេះតាក់ទងនឹងអ្វីដែលយើងបាននិយាយមិញដែរកូរិនថូសខ្សែទី1ចំពុក10ពិធីលេងព្រះអម្ចាស់ជារូបតំណាងមែនទេសម្រាប់ជំនឿរបស់យើងនៅពេលដែលយើងទទួលពិធីលេងព្រះអម្ចាស់មានន័យថាយើងកំពុងតែបង្ហាញគ្នានឹងពួកគេដែរថាយើងឥឡូវនៅក្នុងព្រះគ្រីស្ទហើយយើងមិនមែននៅក្នុងលោកីដូចពីមុនទេព្រះអង្គបានញែកយើងចេញមកជាក្រុមជំនុំរបស់ព្រះអង្គនៅពេលដែលយើងបរិភោគបាទដូច្នេះកូរិនថូសខ្សែទី1ចំពុក10ខ14ក្នុងគម្ពីរទាំងនេះសាវកប៉ូលកំពុងតែបង្រៀនអំពីម្ហូបសែនពីព្រោះអ្នកជឿលើព្រះយេស៊ូវខ្លះគេចង់និយាយថាគេហូបម្ហូបសែនបានពីព្រោះគេមិនជឿថាម្ហូបហ្នឹងជាស្អីទេពីព្រោះគេជឿលើព្រះយេស៊ូវហើយគេឈប់ជឿលើព្រះរបស់គេហើយដូច្នេះគេសាវកប៉ូលកំពុងតែបង្រៀនគេថាតើអ្នកជឿលើព្រះយេស៊ូវគួរបរិភោគម្ហូបសែនអត់កំពុងតែនិយាយពីចំណុចហ្នឹងក្នុងកូរិនថូសខ្សែទី1ចំពុក8 9និង10ហើយយើងចាប់ផ្ដើមអានចាប់តាំងពីខ14ក្នុងចំពុក10ហេតុនេះបងប្អូនស្ងួនភ្ញាខ្ញុំអើយចូលរត់ពីអ្វីការថ្វាយបង្គំរូបព្រះចេញរត់ក្មួយរត់ពីអ្វីការថ្វាយបង្គំរូបព្រះចេញបាទបើយើងទទួលជឿលើព្រះយេស៊ូវអញ្ចឹងហើយខ15ខ្ញុំនិយាយនេះដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាចូលពិចារណាពីសេចក្តីដែលខ្ញុំនិយាយនេះដោយខ្លួនឯងចោះពេងនៃព្រះពរគឺពិធីលេងព្រះអម្ចាស់ពេងនៃព្រះពរដែលយើងអរព្រគុណតើមិនមែនជាចំណែកក្នុងលោហិតរបស់ព្រះគ្រីស្ទឬហើយនំប៉ាងដែលយើងកាច់តើមិនមែនជាចំណែកនៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទឬព្រោះមាននំប៉ាងតែមួយប៉ុណ្ណោះហើយយើងដែលមានគ្នាច្រើនគឺជារូបកាយតែមួយត្បិតយើងទាំងអស់គ្នាទទួលទានពីដុំនំប៉ាងតែមួយនោះឯងសាវកប៉ូលកំពុងតែបង្រៀនថានៅពេលយើងធ្វើពិធីលេងព្រះអម្ចាស់មានពែងហើយនៅក្នុងពែងហ្នឹងក្មួយមានអីក្នុងពែងពិធីលេងព្រះអម្ចាស់ដឹងទេបាទវាពណ៌ក្រហមហ្នឹងប្រៀបធៀបនឹងប្រេលោហិតបាទពីព្រោះនៅពេលដែលយើងផឹកវាមានន័យថាយើងទទួលជឿថាប្រេលោហិតរបស់ព្រះយេស៊ូវលុបលាងបាបរបស់យើងបានហើយយើងជឿហើយព្រះយេស៊ូវប្រៀបធៀបនឹងនំប៉័ងដូច្នេះនៅពេលដែលយើងញ៉ាំនំប៉័ងហ្នឹងមានន័យថាយើងទទួលព្រះយេស៊ូវជាជីវិតរបស់យើងហើយយើងបង្ហាញគ្នាទៅវិញទៅមកពីជំនឿរបស់ខ្លួនសេវកប៉ូលលើកឡើងពីអត្ថន័យហ្នឹងយើងមានចំណែកក្នុងព្រះលោហិតនិងនំប៉័ងរបស់ព្រះរូបកាយរបស់ព្រះនៅពេលដែលយើងទទួលយើងចូលរួមក្នុងជំនឿដោយសារយើងពិសាប៉ុន្តែខ
8:18ចូលពិចារណាពីប្រជាជនអ៊ីស្រាអែលចោះអស់អ្នកដែលបរិភោគសាច់ឈាមដែលគេបានថ្វាយដោយយ៉ាងបូជាទាំងនោះតើមិនមានចំណែកនៅក្នុងអាសនាទេឬសញ្ញាចាស់ពេលដែលគេធ្វើយ៉ាងបូជាគេបរិភោគខ្លះនៅចំពោះមុខព្រះក្នុងការថ្វាយបង្គំបាទមានថាគេមានចំណែកក្នុងការថ្វាយបង្គំបន្តហើយអ្វីសាវកប៉ុលនិយាយបែបនេះខ19តើខ្ញុំនិយាយនេះមានន័យដូចម្ដេចតើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វីឬរូបព្រះជាអ្វីមិនមែនជាអ្វីទេជាកពិតណាមហូបសែនមិនមែនជាស្អីទេជាមហូបធម្មតាមែនទេហើយរូបព្រះរបស់គេក៏យើងមិនខ្លាចផងយើងមិនខ្លាចអរិយតាទៀតទេយើងមិនខ្លាចព្រះគេទេកងម៉ាក៏យើងអត់ពិបាកចិត្តទេពីព្រោះយើងមានព្រះយេស៊ូវហើយដូច្នេះមហូបហ្នឹងមិនមែនជាស្អីទេប៉ុន្តែទោះបីជាវាមិនមែនជាស្អីទេទោះបីជាយើងលេងគ្រប់ព្រះនិងវិញ្ញាណរបស់គេនោះទេយើងនៅតែមិនគួរហូបញ៉ាំបន្តខ្ញុំមិនចង់អ្នកឲ្យអ្នករាល់គ្នាខ្លាយជាគូកនរបស់អរិយឡើយមានន័យថាបើយើងពិសាមហូបសែននោះតើគេសែនមានន័យថាយើងខ្លាយទៅជាអ្វីគូកនរបស់អ្នកណាអរិយយ៉ាងម៉េចពីព្រោះគេសែនឲ្យប៉ុន្តែគេបើយើងសួរគេថាតើអ្នកកំពុងតែសែនឲ្យអ្នកណាគេមិនឆ្លើយថាអរិយទេគេថាទេវតាគេថាអ្វីទៀតទីតងជីតានតាអ្វីបាទប៉ុន្តែព្រះគម្ពីរបង្រៀនថាការថ្វាយបង្គំច្រើនមុខនោះសុទ្ធតែជាការថ្វាយបង្គំទៅកាន់អរិយសតាំងវិញទេទោះបីជាអ្នកនោះមិនដឹងខ្លួនថាកំពុងតែសែនឲ្យអរិយហ្នឹងគម្ពីរនេះប្រាប់យើងថាគេកំពុងតែសែនឲ្យអរិយប៉ុន្តែអរិយសតាំងហ្នឹងមានមុខច្រើនហើយយើងនៅដល់ខណាខ21នេះជាខដ៏សំខាន់ជាងគេក្នុងមេរៀនរបស់យើងឥឡូវអ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផងហើយផឹកពីពែងរបស់អរិយផងបានទេអ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផងហើយរួមតុជាមួយអរិយផងបានដែរគ្មានអ្នកជឿលើព្រះយេស៊ូវណាពិតប្រាកដទេដែលដើរផ្លូវពីរអត់មានហ្មងអ្នកណាដែលជឿលើព្រះយេស៊ូវផ្លូវតែមួយទេផឹកពីពែងនៃព្រះអម្ចាស់ពិធីលេងព្រះអម្ចាស់មិនផឹកពីពែងដែលមកពីសំណែននឹងទេបាទតុនៃព្រះអម្ចាស់បរិភោគជាមួយក្រុមជំនុំរបស់ព្រះមហូបសែនដែលចេញពីសំណែនរបស់គេតាមអត់ទេយើងលេងហើយជប់ហើយដូច្នេះនៅពេលដែលយើងទទួលទានពិធីលេងព្រះអម្ចាស់វាមានន័យថាយើងកំពុងតែបង្ហាញពីជំរឿសរបស់យើងក្នុងជីវិតយើងយកព្រះយេស៊ូវយើងមិនយកលោកីទេព្រះអង្គយើងបានចេញពីលោកីហើយដោយឡែកយើងនៅក្នុងព្រះគ្រីស្ទហើយនៅពេលដែលយើងទទួលពិធីជ្រំមួយទឹកយើងទទួលពិធីហ្នឹងដើម្បីបង្ហាញអ្នកជឿទាំងអ្នកមិនជឿឥឡូវខ្ញុំលេងខាងហ្នឹងហើយខ្ញុំចូលក្នុងព្រះយេស៊ូវហើយដើម្បីបានសង្គ្រោះពីព្រះយេស៊ូវមកខ្ញុំទទួលជឿហើយខ្ញុំជឿស៊ូបហើយទទួលហើយមានសិទ្ធិទទួលពិធីលេងព្រះអម្ចាស់ហើយដោយសារមានជំរឿសហើយដើរតាមព្រះយេស៊ូវឥឡូវមានសិទ្ធិពិសាពិធីលេងព្រះអម្ចាស់បើអត់ទាន់បានពិធីជាមួយទឹកទេអត់ឲ្យបរិភោគទេពីព្រោះជំរឿសហ្នឹងអត់ទាន់ច្បាស់បាទអត់ទាន់ច្បាស់ដូច្នេះអានខ21 22ម្ដងទៀត
អ្នករកគ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផងហើយផឹកពីពែងរបស់អរិយផងបានទេអ្នករកគ្នាក៏មិនអាចរួមទុកជាមួយព្រះអម្ចាស់ផងហើយរួមទុកជាមួយអរិយផងបានដែរហើយមានពាក្យព្រមានខ22ឬមួយយើងចង់ឲ្យព្រះអម្ចាស់ប្រច័ណ្ឌតើយើងខ្លាំងពូកែជាងព្រះឬព្រះអង្គឬពាក្យហ្នឹងខ្លាំងណាស់យើងគួរភ័យបើយើងថាខ្ញុំជឿព្រះយេស៊ូវខ្ញុំជឿព្រះប៉ុន្តែយើងនៅតែហ៊ានខគម្ពីរនេះបងរៀនយើងថាព្រះអង្គមានសេចក្តីប្រច័ណ្ឌបាទនៅចំពោះអ្នកណាជាកូនរបស់ព្រះអង្គដែលក្បត់ព្រះមកនេះខាងនេះអត់ទេមិនអាចទេយើងគួរកោតខ្លាចព្រះដូច្នេះបើយើងជាអ្នកជឿព្រះយេស៊ូវមែនមហូបផ្សាយនោះមិនមែនជាចំណែកក្នុងជីវិតរបស់យើងទេហើយអ្នកមិនជឿទាំងអស់គ្នាគួរដឹងរាល់ពេលវេលាណាដែលមានថ្ងៃបន់ជាតិអីដែលគេកំពុងតែសែនគេដឹងហើយថាអ្នកនេះជឿលើព្រះយេស៊ូវគាត់អត់ចូលរួមអត់ហូបជាមួយទេអត់ពិសាជាមួយទេបាទគាត់មិនរួមតុជាមួយទេបាទនៅក្នុងមហូបផ្សាយហ្នឹងឯងពិបាកដែរពីព្រោះរាល់ឆ្នាំរាល់បន់គេធ្វើចិត្តទាំងអស់គ្នាហើយយើងនៅខាងក្រៅហើយនោះនាំឲ្យយើងមានអារម្មណ៍មួយដល់យើងអត់ចូលចិត្តទេមិនចង់រស់នៅខាងក្រៅពួកគេទេមែនទេខ្ញុំស្ដាយដែរថ្ងៃមុននៅមុខផ្ទះមានតុរបស់គេរៀបចំគេផឹកទាំងអស់គ្នាឃើញខ្ញុំគេចង់ហៅហើយខ្ញុំដឹងថាបើខ្ញុំអង្គុយមានតែផឹកទេអត់មានអីទៀតទេមានតែផឹកដូច្នេះខ្ញុំសុំទោសខ្ញុំអត់បានចូលរួមហើយខ្ញុំមានអារម្មណ៍ថាស្ដាយណាស់ខ្ញុំចង់រាប់អានជាមួយគេចង់អង្គុយលេងជាមួយគេប៉ុន្តែអត់កើតមកខ្ញុំស្ដាយរឿងហ្នឹងប៉ុន្តែនោះគាត់ប្រហែលតែរបស់ព្រះអង្គដូច្នេះខ្ញុំត្រូវរកវេលាណាផ្សេងទៀតដើម្បីរាប់អានគេក្រៅពីពេលហ្នឹងព្រោះពេលហ្នឹងអត់កើតមកតែខ្ញុំនៅតែមានអារម្មណ៍ហ្នឹងក្នុងខ្លួនមិត្តភាពជាមួយគេក៏ដូចជាពិបាកដោយសារខ្ញុំនេះមានមែនប៉ុន្តែនេះជាហេតុមួយយ៉ាងធំដែលក្រុមជំនុំរបស់ព្រះសំខាន់មែនតើពីព្រោះក្រុមជំនុំនេះคล้ายទៅជាគ្រួសារមួយដែលជិតស្និទ្ធដែលមានកក់ក្ដៅដើម្បីជួយគ្នាទៅវិញទៅមកក្នុងការរស់នៅក្នុងសេចក្តីងងឹតនេះដែលពិបាកដែរដើម្បីមានកម្លាំងបាទដើម្បីកំសាន្តក្នុងព្រះអង្គសូមរួមចិត្តក្នុងការអធិដ្ឋានជាមួយខ្ញុំអោព្រះអម្ចាស់នៃទើបគុំយើងរាល់គ្នាអើយទើបគុំបានទទួលស្គាល់ព្រះអង្គជាម្ចាស់នៃជីវិតរបស់ទើបគុំរួចទៅហើយទើបគុំបានមកថ្វាយបង្គំព្រះអង្គថ្ងៃនេះដោយសារទើបគុំបានជ្រើសរើសព្រះជាម្ចាស់ក្នុងព្រះគុណដ៏អស្ចារ្យរបស់ព្រះអង្គមិនយកលោកីទៀតទេទើបគុំបានចេញមកហើយក្នុងព្រះគុណរបស់ព្រះអង្គហើយទើបគុំមានចិត្តមួយទាំងអស់គ្នាចង់ដើរតាមព្រះអង្គក្នុងផ្លូវសុចរិតរបស់ទ្រង់ហើយព្រះអង្គម្ចាស់ជ្រាបដែរថារាល់វេលាណាដែលថ្ងៃបុណ្យមកដល់ដែលគេកំពុងតែធ្វើអ្វីផ្សេងពីព្រះハរតិរបស់ព្រះហើយទូបង្គំទាំងអស់គ្នាចូលរួមមិនបានវាពិបាកដល់លើទូបង្គំទាំងអស់គ្នាទោះបីជាទូបង្គំដឹងហើយទូបង្គំអត់សូវចង់ចូលរួមជាមួយគេក៏ដោយក៏នៅតែមានចិត្តដែលពិបាកចិត្តដោយសារខុសគេព្រះអម្ចាស់ជ្រាបដូច្នេះសូមព្រះជាម្ចាស់ពង្រឹងជំនឿរបស់ទូបង្គំទៅកាន់ព្រះអង្គសូមព្រះអង្គជួយទូបង្គំឲ្យមានចិត្តតែមួយគឺធ្វើតាមព្រះハរតិរបស់ព្រះដើម្បីដឹងគុណដល់ព្រះជាម្ចាស់ហើយព្រះគុណព្រះអង្គដល់ព្រះអម្ចាស់បានថែរក្សាជំនឿរបស់ទូបង្គំព្រះអម្ចាស់បានខ្វៀលទូបង្គំទាំងអស់គ្នាហើយបានជួយទូបង្គំនៅពេលដែលទូបង្គំមានចិត្តទន់ខ្សោយដែលមានចិត្តចង់ចូលរួមក្នុងបែបដែលមិនសមរម្យជាគ្រីស្ទបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធក៏ប៉ះ
ប៉ះចិត្តរបស់ទូបង្គំហើយទូបង្គំបានដើរតាមព្រះអង្គវិញហើយធ្លាប់មានពេលវេលាខ្លះដែរព្រះអង្គម្ចាស់ជ្រាបដែរដែលទូបង្គំធ្លាប់ធ្វើខុសហើយព្រះអង្គបានអត់ទោសហើយបន្ទាប់មកព្រះអង្គបានជួយផ្ដល់កម្លាំងដើម្បីដើរតាមព្រះអង្គវិញសូមព្រះអង្គម្ចាស់ជួយទូបង្គំទាំងអស់គ្នានៅពេលដែលទូបង្គំទទួលពិធីលៀងព្រះអង្គម្ចាស់បន្តិចទៀតនេះតើទូបង្គំនឹងទទួលដោយយល់ដល់អស់ទាំងអត្ថន័យដែលទូបង្គំទើបបានសិក្សាដែរទូបង្គំអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន